បាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាទីវត្តអារាមនៅប្រទេសកម្ពុជាបាទនេះគឺជាទីវត្តអារាមនៅប្រទេសកម្ពុជាបាទហើយនេះរូបបដិមារបស់ពុទ្ធហើយនេះគឺជាសាវករបស់ព្រះអង្គបាទនៅវត្តគេហៅវត្តអង្គរាំងសីនៅផ្លូវកវត្តក្រុងស៊ីជីនពីងផ្លូវជាតិលេខ2បាទហើយឃើញថាទីធ្លាវត្តគឺស្លាស់ស្អាតមែនតើបាទហើយព្រះអង្គគង់ឈរធំបែបភ័ក្រទៅខាងកើតបាទនេះគឺជាខ្លោងទ្វារវត្តចុះពីផ្លូវកវត្តក្រុងមកបាទនេះជាចេតិយស្រស់ត្រកាជាមួយខ្ញុំទៅថតនៅក្នុងបឹងឈូកតិចទៀតនេះបឹងឈូកអីលោកដាំឈូកស្អាតបាទនេះហើយគេហៅផ្ការរំចង់បងប្អូនផ្កាមានពណ៌សនឹងហៅរំចង់បាទហើយនេះផ្កាឈូកនេះមិនមែនឈូកទេណានេះនឹងហៅផ្ការរំចង់មិនមែនផលិតទេបាទផលិតផ្កាវាពណ៌ដើមធំផលិតតែរំចង់ផ្កាពណ៌រាងសលាយក្រហមស៊ីចម្ពូចឹងទៅបាទអានេះរំចង់ចំតួបងប្អូនឲ្យស្គាល់រំចង់ស្គាល់ផលិតផងបាទស្អាតហ្នឹងបាទនឹងសិតតែប្រភេទរំចង់នេះនឹងហៅផ្ការរំចង់បាទបើខ្ញុំឲ្យតែមើលផលិតនេះផលិតបងប្អូននេះមានផលិតតែនេះផលិតបាទនេះផ្កាផលិតហើយនេះផ្ការរំចង់បាទនៅចិត្តគ្នានេះផ្កាឈូកកំពុំនេះគឺរូបបដិមារបស់ព្រះពុទ្ធបាទឡយបងប្អូនបាទព្រះអង្គបែរទៅកើតទាំងអស់ឥឡូវខ្ញុំឲ្យមើលរំចង់នឹងផលិតបងប្អូនបែងចែកឲ្យច្បាស់នេះផ្កាផលិតណាក្មេងៗចំនួនក្រោយត្រូវស្គាល់បាទកុំឲ្យប្រកែកគ្នានេះរំចង់ផ្កាពណ៌សហើយលាយពណ៌ស្វាយផលិតនេះផ្កាវាធំហើយដើមធំបាទដើមវាធំអាចយកទៅស្លបានផលិតហ្នឹងនេះប្រភេទផ្កាផលិតវាវែងរឿងវែងអញ្ចឹងណាវែងធំហើយបានរីកចំណែកនេះផ្ការំចង់នេះផ្ការំចង់ថតចិត្តនេះបាទត្រូវបែងចែកឲ្យច្បាស់កុំឲ្យប្រកែកគ្នាដើមក៏មិនសូវដូចគ្នាបានដែរបាទអរគុណច្រើនក្មួយបងប្អូននិងអ្នកនៅក្នុងស្រុកក្រៅស្រុករបស់គ្នាវីដេអូមានតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានពីដើមរហូតដល់ចប់អរគុណច្រើនហើយបាយសុខចម្រើនទាំងអស់គ្នាសុខសប្បាយ